រឿងទុនសាយចង់ស៊ីចេកកាលពីព្រេងនាយមានទុនសាយមួយដើររកចំណីនៅតាមភូមិក៏បានប្រទះនឹងយាយម្នាក់ទូលអីដែលកំពុងដើរនៅតាមផ្លូវទុនសាយឃើញចេកហើយគិតក្នុងចិត្តថាតើអញធ្វើដូចម្ដេចទើបបានចែកនោះស៊ីនឹកឃើញហើយមានតែអញធ្វើសម្លាប់ទេទុនសាយគិតរួចសពគ្រប់ហើយក៏ធ្វើជាសម្លាប់នៅកណ្ដាលផ្លូវដែលយាយនោះដើរឆ្លងកាត់យាយដើរមកដល់ឃើញទុនសាយងាប់នៅនឹងមុខផ្លូវក៏គិតក្នុងចិត្តថាយីថៃនេះមានលឹបធំហើយតាអានចេក៏មានទុនសាយក៏បានដឹងតែឆ្ងាញ់មកជាមួយតែហើយថៃនេះក៏រកប្រញាប់ទៅផ្ទះសិនយាយក៏លើកទុនសាយដាក់លើល្អីហើយទូល្អីដើរទៅផ្ទះវិញទុនសាយបានដឹងថាយាយដើរមួយសន្ទុះហើយក៏និយាយថាចាំអង្ការទៀតឱកាសអញមកដល់ហើយទុនសាយក៏បានបកចេកស៊ីអស់ទៅចំណែកឯយាយវិញនៅតែបន្តដើរជាធម្មតាដោយមិនដឹងថាទុនសាយកំពុងតែសំងំស៊ីចេកនោះឡើយលុះយាយដើរជិតដល់ផ្ទះក៏តាលាន់មកថាយាយចាប់ណាមកឲ្យលឿនមកធៀមរកមិនត្រៃច្រើនណាស់ពេញទ្រូតាមដងបើអញ្ចឹងយើងចាប់បានធុំហូបអាំងហូបបាយយាយនិយាយថាខ្ញុំក៏រើបានទុនសាយមកនៅតាមផ្លូវដែរថៃនេះយើងធុំហូបឲ្យបានឆ្ងាញ់មាត់ម្ដងនិយាយគ្នារួចហើយយាយក៏ដាក់ល្អីចុះទុនសាយក៏ស្ទុះរត់ចេញទៅបុកនឹងទ្រូខ្ទាតត្រីរួចចូលស្ទឹងវិញអស់យាយលាន់មកថាយីម៉ាទុនសាយនេះអញស្មានតែវាងាប់តាមពិតទៅវានៅរស់សោះយាយតាមើលមុខគ្នាហើយនិយាយថាចាប់ហើយយូនទុនសាយក៏រត់ត្រីក៏រត់ចេកក៏អត់ទៀតយើងថៃនេះមានតែហូបអំបិលប្រហុកទេយាយអើយប្រហុកអីតែសារនឹងប៉ាឡេ